បង់ចានអូស្វាយហ្នឹងគឺជាគេរបស់ស្ដេចឪស្ដេចម៉ែមានបរិយអូស្វាយបានចាំមកពេលយើងជិះទៅបរិយអូស្វាយហើយយើងជិះឃើញអាគារមួយនេះនេះអាពេលជិះទៅស្តុកបរិយអូស្វាយអានេះកាលមុនគឺជាទីពិសោធន៍ព្រះសារៈមនីសារៈទីអានេះកាលមុនគឺជាកន្លែងក្រសួងរបស់គេអានេះគេតាំងពីសម្ដេចរបស់សម្ដេចឪគេធ្វើជាមួយនឹងស្តូបអានេះមានថាសារមន្ទីរសម្រាប់ភ្ញៀវណាទៅមើលទស្សនវិស័យសារមន្ទីររបស់ទឹកខែគេធ្វើតាំងពីជាមួយស្តូបតែអាគារនេះមើលទៅរៀងដូចជាទិញត្រីកោណ